ចូលដល់ក្តារទី3បាទរៀបក្បួនយុទ្ធសាស្ត្រការពីប្រទីរៀងខ្លួនសម្រាប់កីឡាករទាំងពីរបាទក្តារទី1ស្មើអញ្ចឹងក្តារទី2នេះប្រសិនបើអ្នកណាឈ្នះគឺខ្លាយជាជើងឯកហើយបើសិនជាស្មើទៀតបើស្មើទៀតគឺនឹងឈានដល់ក្តារទី3បាទក្តារទី3គឺគិតម៉ោងហើយបាទបងប្អូនយើងខមមិនច្រើនបាទនេះគឺសិតតែជាយុទ្ធសាស្ត្រកលល្បិចរបស់កីឡាករហើយអ្នកលេងមួយគាត់មានរបៀបលេងគាត់មានកលាគាត់មានក្បួនណាក្បួនផ្សេងគ្នាអញ្ចឹងយ៉ាងណាក៏ដោយយើងបន្តមើលបន្តទៀតវិភាគសបាយបងប្អូនបាទគ្រប់ត្រូលកីឡាអុកដែលជាកីឡាប្រពៃណីបាទរបស់យើងចាប់ផ្ដើមទៀតទេលោកគ្រូអញ្ចឹងដំបូងគឺគាត់នៅរៀបប្រទាយនៅឡើយទេបាទអត់ទាន់កាប់ចាក់ទេបាទតិចទៀតបានដល់ម៉ោងកាប់ចាក់ប៉ុន្តែបងប្អូនអាចមើលទឹកមុខពួកគាត់ទាំងពីរបានបាទតឹងតែងតែតឹងតែងនៅម៉ោងលេងចាប់គាត់សើចគាត់ញឹមវាអាទុកសោកអាភាពតានតឹងតបប្រមល់ប្រហែលគឺអស់ហើយបាទតែពេលប្រកួតនេះគាត់ត្រូវប្រមូលអារម្មណ៍ហើយបាទទស្សនាបន្តទៀតនៅក្តារទី2នេះបាទក្តារទី2នេះគឺជាក្តារមួយក៏ស្វិតស្វាញដែរឥឡូវមិញនេះយើងបានប្រកួតអស់រយៈពេលតែ1ម៉ោងជាងទេបានបញ្ចប់ហើយគូទីក្តារទី1ឥឡូវនេះយើងចូលដល់ក្តារទី2ហើយចាំមើលយុទ្ធសាស្ត្រយុវធីគាត់របៀបមិនវិញគាត់ដូរផែនការលេងក្បាច់ណាវិញបាទសុកលំហេងក៏ទៅខាងខ្មៅវិញបាទឥឡូវសុកលំហេងក៏ទៅនៅខាងការកូនខាងខ្មៅហើយកូនសគឺសំកកដាបាទចាំមើលតើម្ចាស់មេដៃមាសនិងម្ចាស់មេដៃប្រាក់តើនរណាទទួលបានជ័យជំនះបាទឥឡូវខាងសុកលំហេងគាត់ឡើងដាច់គាត់ផ្លោះដោយជើងសេះទៅខាងស្ដាំដៃរបស់គាត់វិញម្ដងបាទរដងឡើងស្ដាច់ជិះខាតកាឡាប៉ុន្តែលើកនេះហេតុអីគាត់ដើរលឿនមែនលោកគ្រូបាទគឺគាត់មើលស្ថានភាពអត់ទាន់មានការបើកវាយលុកនេះដែលមានការប្រុងប្រយ័ត្នគឺថាមិនបើកលុយវាយលុកគ្នាឲ្យលឿនដូចនេះណាបាយសំកកដាក្នុងក្តារនេះគាត់បែរជាចេញនាងឆ្វេងវិញតែមើលតើនាងឆ្វេងរបស់គាត់នឹងមានប្រសិទ្ធភាពប៉ុណ្ណាបាទចាំមើលខាងសមួយជើងនេះគាត់នឹងដើរកលាអីគាត់ចាក់ត្រីចុងក្តារនៅខាងឆ្វេងដៃរបស់សំកកដាខាងខ្មៅគាត់ដើរនាងឡើងមកខាងឆ្វេងដៃរបស់គាត់វិញបាទអានេះបើជាតម្រងនេះច្រើនគេហៅថានាងឆ្វេងបាទតើចាំមើលសិទ្ធិភាពនៃការប្រើនាងឆ្វេងរបស់គាត់ហ្នឹងយ៉ាងវាព្រោះគាត់កាលពីស៊ីហ្គេមគាត់ធ្លាប់ប្រើក្បាច់នឹងមួយដែរកាលពីលេងជាមួយប៊ុនសើបតែគាត់បានទទួលការបរាជ័យរបស់ប៊ុនសើបដោយសារគាត់នេះចេញនាងឆ្វេងនេះតែឥឡូវចាំមើលនាងឆ្វេងរបស់គាត់រៀបមានការរីកចម្រើនប៉ុណ្ណាសូមរងចាំទស្សនាជាមួយខ្ញុំមានបងប្អូនខ្លះក៏ខមមិនថាសកាន់កលា55ម៉ៅកាន់45ប៉ុន្តែយើងក៏មិនបើតាមគំនិតរបស់យើងក៏យើងអត់ទាន់ឲ្យតម្លៃទៅខាងណាមួយទេប៉ុន្តែខាងសកំពុងតែរីកកម្លាំងរដ្ឋប្រយុទ្ធតែម្ដងហើយមកដល់វគ្គនេះកម្រគាត់គ
គៀបយកឈ្នះមកតែមើលមានចាក់សម្លាប់គ្នានឹងឯង បាទយើងមើលទៅដូចជាពិបាកពួកគាត់កំពុងតែរៀបគម្រោងការរៀងខ្លួនខ្មៅក៏មិនមាននៅថាទប់អីណាដែរទេគឺថាចេញមកគឺថាមើលទៅគំនិតរបស់គាត់មួយគឺថាសិតតែខ្ពស់ទាំងអស់បាទចាប់បានដូរត្រី ឥឡូវយើងមើលទៅនៅប្រហាក់ប្រហែលនេះឡើយទេតែឥឡូវខ្ញុំឃើញថាខាងដើមបដូរគ្នាហើយចាំមើលបន្តទៀតយ៉ាងម៉េចវិញអាយ៉ា ព្រោះគាត់ដាក់គឺថាសិតតែជាគម្រោងការយើងគិតមើលតើគាត់ដាក់ហ្នឹងមានន័យអីមានប្រយោជន៍3 4 5ជាន់នោះតែកម្រិតគាត់បានគិតទុកមុនហ្នឹងគាត់កម្រិតគាត់គិតបានគាត់គិតជ្រៅណាគាត់ដាក់ឲ្យដើម្បីឲ្យគឺថាជាប់ចំណងទាំងអស់តែម្ដងព្រោះអុកនេះសំខាន់ណាស់គឺដាក់លេងឲ្យគឺថាសំខាន់គឺឲ្យជាប់ចំណងទាំងអស់អ្នកខាងសគាត់ខាងខ្មៅគាត់ឡើងគោមកទប់ទល់ស្ថានភាពហ្នឹងមួយទៀតបាទដូរត្រី ស៊ីជើងនេះប្រហែលជាគាត់មានកំណត់យកនាងមកតដើម្បីយកសេះឡើងប៉ុន្តែមិនដឹងថាតើខាងខ្មៅគាត់ស៊ីឬក៏យ៉ាងម៉េចបាទតាមមើលស្ថានភាពនេះគឺអត់ទាន់ឃើញមានខាងណាប្រៀបជាងខាងណានៅឡើយដែរទេមែនដូចកំណត់តែខ្ញុំបានគិតដែរគាត់នឹងយកនាងមកតយកនាងទៅតគ្នាណាដើម្បីយកសេះឡើងតែខ្ញុំជឿថាប្រហែលជាខាងខ្មៅថយនាងមិនស៊ីទេកាលានេះបាទប្រហែលជាមិនស៊ីទេប្រហែលជាថយនាងវិញទៀតបើស៊ីគាត់ខាតអីលោកគ្រូគាត់ខាតអីខ្លះបើស្នាជាស៊ីធ្វើឲ្យសេះខាងសហ្នឹងមកភ្ជុងដល់គោខាងក្រោមហើយគាត់នេះគាត់ទៅបែរទៅស៊ីត្រីកណោះវិញត្រីវិញធម្មតាចលោឆ្វេងវៃស្ដាំបាទចលោឆ្វេងដល់ពិតជាសិតតែអស់ចាដូចគ្នាមែនទៅបាត់ហើយបាទចាជើងនេះបែរនេះអញ្ចឹងគាត់សុខចិត្តឲ្យគឺថាខាងខ្មៅស៊ីលើសមួយបាទខាងខ្មៅនឹងស៊ីត្រីរុកពេលណាស៊ីខាងខ្មៅប្រហែលជាស៊ីជាប់កាឡា3ទូកមួយទៀតពិតជាល្អដូចគ្នាមែនតែយើងពិបាកនឹងមើលឲ្យយល់ណាបាទចលោទៅថយគោលមកក្រោយហ្នឹងមិញចង់ស្ទាក់ស្ទើទៀតឡាក៏ពេលខ្លះស្ទាក់ស្ទើហ្នឹងគាត់ធ្វើចិត្តសាស្ត្រដើម្បីឲ្យដៃគូគាត់ភ្លេចខ្លួនឡើយណាមួយព្រោះប្រហែលតែមិនបន្តិចហ្នឹងអស់មកក្រាអញ្ចឹងគាត់ប្រយ័ត្នរៀងខ្លួនអ្នកឈ្នះគឺបានមេដាយមាសថ្នាក់ជាតិអ្នកចាញ់បានជើងឯរងដែរបានលេខ2បាននេះការប្រកួតប្រចាំឆ្នាំដែលទួលថវិកាពីក្រសួងអប់រំយុវជននិងកីឡាបាទធ្វើឡើងនៅសាលតបូលទូកបាននៅសាកលវិទ្យាល័យភូមិន្ទបាទមើលប្រហែលជាយកទៀតបែរជាគំនិតយើងគិតពិតជាមិននេះក៏គាត់បែរជាដើរផ្សេងទៅវិញបាទ
trường ní quạt miền bầm nòng muối cứ thà đình xét cana rốt xét ồ hai chị trong khu nãy còn cắt tụ muối hái hàng so nó nửa so niềng bờ càng khâu là so niếng hàng so ai cho một nền ca khu nãy bỏ hàng máy khơi hàng máy miền ca priệp chiên vinh nó một trường đi khơi hàng máy miền nhận nè ca priệp trà quạt đình xe một trường đi rùa xe nó nâng bạc nâng rau cà la ruột và khơi là con bật chia cái lá cò lò mình tên và trường ní cứ thà dương mơ tới hạ đôi chia so miền sầm piệt bà vinh tầm đòn cái nào rốt xe từ hàng cám cứ trai từ ọt niềng dân xe nó cứ hai chia mình ai rốt ba này chỉ mơ hai gì con mình rốt được bỏ xe tròn thì vẫn có ọt niềng rồi này nhưng mà nếu phải cho một mà ọt niềng này mà đòn thì bật chỉ ọt trà mền là co thằng pì lên hai là cụ đài chỉ bạch bón không mê lời cứ đam miền cài vô đơn trà như rừng khâm tha từ ngày mục tiết mà chắc năm cào tiết nâng miên cái lá co o trên này sẽ làm tiết dương mơ bật chỉ mình vô đấy có bài cái thơ mình đăng hay có đọ đầm bay rất niêng mà mình thế mình đang đây chứ một bạn nên chưa là có bị cầm đất bà con mình bà bật chỉ ở cha mình để dương mơ vô mình đò cả cả lạch cồn crop bọc quạt đấy cứ o men tên lấy được cái nông chương đi chả mưa nhưng cái thà tá hàng máy ta quạt cái thàอย่างmày quạt xì xét rư mùi có quạt rốt xe bà xì hình rốt mùi ná ba là cô vẫn vô mùi bà lấy nhưng còn buông đây phía bị cha na cái lại đáy pro nhưng mưa mình tới nhưng cái thà việc mình phần đại đo pi cái là có quạt trên nằm nào với việc không bị cầm nứt và dương bàn cận bà xí rư mùi của quạt tròn xe qua bùa xe con lấy còn buông để cho chùm hó miên chùm nòng chẳng thà quạt tròn xe quạt rư của quạt ruột lấy rồng chạm tu sna nó ọt nia này nông một trường đi bất chỉ là men cua chập ở men nè chứ mà nhung kết hạ ốc chặt tròn như này nông mi cà đi chùm ran trà nè sầm rạp ở cái ta bạch cho bón đi dương mưa là cột tới mà năm tới trường miền cái lá cò vây khmênh để miền quạt miền ní nó quạt slime như say miền lá cò khăng khăng đang tràn tiết để sắt để cua ấy mưa cua chắp vào lòng khmênh cho nó cào bà cào mưa cua chắp vào lòng tá quạt vô xe máy mà xin niêng đây mà đó rư mùi cổ quạt kịch thầm mình đừng hiền đấy rồi bà tay bữa chia cầm nít bọt nhóm ở lấy trong kịch mưa tới chia cầm nít bọt nhóm cua tại do xe máy mà xin niêng tay mà đồ bà trong mình xe đôi buổi niêng được miền tây nơi mục mũi tiền ở đấy tây nơi cào xe mũi tiền nơi tâm xe mũi tiền đây bà pi nè chẳng hai chị quạt cana si tới quạt nâng ốc xe xó ốc lời trường tây nữa si tụt vinh bà si tụt bỏ hàng mai vinh chứ mà quạt nên buộc nhưng mấy băng trường xe nó nhầm mơ bị an toàn chẳng còn mà ai vô xe nó mà đồ xin niêng nó bàn tê buộc quạt nâng cho một ca ọt tụt bà lấy quạt xì xe mình mui ra mình đó quạt mình kích ý hãy quạt thôi đinh xe và chưa nít xe cho mưa đấy chứ mình thao cua là mưa nè lấy coi phải cho múc nâng áo giờ xì tụ tê tiết rồi bà
អីពិតជាអស្ចារ្យមែនខ្ញុំមិនដឹងថាទេតែខ្ញុំមើលទៅបិទមកជើងនេះបើគាត់ស៊ីទូកទៅទេដូចជាមិនទាន់មានបញ្ហាកន្លែងណាដែលថាជាចំហគ្រោះថ្នាក់ទេដែរទេអញ្ចឹងគាត់អាចស៊ីទូកទៅទេជើងនេះហើយគាត់ប្រឈមនឹងគាត់អាចស៊ីទូកទៅទេតែម្ដងព្រោះគាត់មិនស៊ីទូកទៅទេក៏គ្រោះថ្នាក់ដែរបាទអញ្ចឹងខ្ញុំជឿថាគាត់នឹងស៊ីទូកទៅទេមិនຕົកទេមើលទៅបាទហើយជាគាត់នឹងស៊ីទូកហ្នឹងមកជើងនេះតាមគំនិតរបស់ខ្ញុំស៊ីទូកហ្នឹងតែទៅស៊ីហើយបាទស៊ីទូកខាងសយកទូកស៊ីអុកហើយស៊ីត្រីមួយទៀតតែកាឡានេះគឺឃើញថាព្រៀបខាងខ្មែរច្រើនបាទណាអាយ៉ាពីព្រោះប្រឈមមុននឹងទូក2បាទទៅតែ10នាទីជាងម្នាក់ទេបាទឥឡូវប្រឈមមុខនឹងការអស់សេះទៀតខាងនេះបាទស៊ីខ្មែរគាត់តើគិតយ៉ាងម៉េចព្រោះមួយជើងនេះវាប្រឈមនឹងការអុកឡំប៉ាឬមួយក៏គាត់ដាក់ស៊ីសេះសិននឹងប្រឈមមុននឹងការអុកឡំប៉ាតើគាត់គួរសម្រាប់ចិត្តថាស៊ីនាងឬមួយក៏បើគាត់ស៊ីនាងកាឡាហ្នឹងវានៅប្រហាក់ប្រហែលគ្នាឡើយជើងយ៉ាសិតតែជាកាឡាអស្ចារ្យទាំងអស់គ្នាឥឡូវគាត់អុកមួយជើងសិនគាត់មិនទាន់ស៊ីទេគាត់អុកមួយជើងសិនយកពេលគិតបាទដើម្បីយកពេលគិតមួយជើងនេះខ្ញុំជឿថាខាងខ្មៅប្រហែលសម្រាប់ចិត្តនឹងស៊ីនាងហើយបាទអញ្ចឹងនៅកាន់ទូកម្នាក់មួយត្រីនៅស្មើគ្នាយើងមើលទៅហាក់មិនដូចឃើញខាងសព្រៀបតែឥឡូវដូចជាមិនមានអីខាងខ្មៅព្រៀបតែទីទូកតែឥឡូវដូចជាមិនមានព្រៀបទេបាទនាងទៅឲ្យហើយឬក៏ទុកតាមមើលទៅមួយជើងនេះគាត់សម្រាប់ចិត្តថាស៊ីនាងឯងព្រោះគាត់ឬក៏គាត់ដាក់ទូកមកចាប់សេះមែននាងហើយដូចជាកំណត់ដែលខ្ញុំបានគិតបាទស៊ីទូកដូរសេះមួយទៀតអូយ៉ាពិតជាល្អមែនគូទាំងពីរគាត់ដាក់ចាប់សេះគួរបំណងមកគាត់នឹងចាក់ត្រីផ្កាប់បើសិនជារត់តែខ្ញុំមិនជឿថាប្រហែលជាខាងកីឡាករខ្មៅមិនរត់សេះទេប្រហែលជាដាក់ទូកចងហើយដាក់ទូកចងសេះប្រហែលជាមិនរត់ទេនេះគាត់រត់បាយជារត់សេះគាត់មានកីឡាតែមមកគាត់ទៀតបាទបើស្នើជាចាក់ត្រីឡើងគាត់នឹងវាយសេះដេញទូកប្រឈមមុខនឹងជាប់អង្គណាតែមើលតែគាត់គិតយ៉ាងម៉េចក្នុងមួយជំហាននេះវាយសេះដេញទូកខាងសគឺមានកីឡាអុកដោះខ្លួនបានផែនការរបស់គាត់មួយច្បាស់ផែនការមួយគឺល្អមែនតើចាំមើលតាគាត់គិតជាគំនិតដូចខ្ញុំដែរឬមួយក៏អត់បើគាត់ចាក់ត្រីដេញខាងខ្មៅខ្ញុំជឿថាគាត់ពិតជាបោះដេញទូកហើយឥឡូវយើងគិតមើលស្ថានភាពនេះក៏ខាងសនេះមានការតឹងតែងព្រោះខាងចាញ់ខាងខ្មៅនឹងចង់និយាយថាបើស្នាជាក្របគឺខាងខ្មៅមានព្រៀបជាងគឺ50-60-70%បាទអីចាមួយជើងនេះប្រហែលជាមានលក្ខណៈគ្រោះថ្នាក់បើស្នាជាខាងបោះសេះទៅអីចាបើមានបោះសេះទៅប្រហែលជាមានលក្ខណៈគ្រោះថ្នាក់ទុកឲ្យតើគាត់បោះសេះទៅចង់មួយមិនអត់ទេគាត់
បែរជាដាក់អង្គទៅវិញ ឃើញថាខាងខ្មៅមានព្រៀបច្រើនជាង ថ្ងៃនេះយើងមើលទៅគួរល្អមើលណាស់ពីព្រោះមេដៃមាសនិងមេដៃប្រាក់គូទាំងពីរតើជ័យជំនះបានទៅខាងណាចាំមើលមើលព្រោះការក្លាច់ក្របក្លាច់កូនមកគាត់មើលទៅពិតជាល្អមែនតែន សុំស្មើបាទ អត់ស្មើទេគឺថាខាងខ្មៅឈ្នះទទួលបានជ័យជំនះហើយបាទខាងសចាញ់បាទខាងខ្មៅទទួលជ័យជំនះហើយអុកមួយជើងនេះគឺថាប្រឈមមកខាងខ្មៅឈ្នះបាទតែបងប្អូននៅខ្ញុំឆ្ងល់ដោយសារកីឡាករយើងសិតតែមានកម្លាំងខ្លាំងនៅនេះដូច្នេះរាប់នេះមើលឃើញព្រៀបមិនព្រៀបគឺថាអ្នកខាងកីឡាករគឺគេដឹងថាគេមិនអាចទប់ទល់បានទេនេះទេក៏អ្នកកូនសុំចុះចាញ់តែម្ដងបាទអញ្ចឹងខាងនេះខាងសទទួលបានខាងខ្មៅទទួលបានជ័យជំនះបាទបាទអញ្ចឹងអបអរសាទរដល់សុកលំហេងបាទខ្លាយជាជើងឯកបាទការប្រកួតកីឡាអុកចត្រង្គជើងឯកថ្នាក់ជាតិ